ទីក្រុងខ្មោចនៅក្រោមដីប្រទេសអ៊ីតាលីមានកន្លែងមនុស្សស្លាប់រាប់ពាន់នាក់នៅឈរនិងសម្លឹងមើលអ្នកហើយនៅក្នុងចំណោមពួកគេមានក្មេងស្រីម្នាក់មុខមាត់របស់នាងហាក់បីដូចជាមិនធ្លាប់ស្លាប់នៅទីក្រុង Palermo កោះ Sicily ប្រទេសអ៊ីតាលីមានទីកន្លែងដ៏អាថ៌កំបាំងមួយឈ្មោះថា Campucci Catacombs of Palermo មិនមែនជាផ្លូវធម្មតាទេវាជាផ្លូវក្រោមដីមានប្រវែង300ម៉ែត្រដែលផ្ទុកសាកសពមនុស្សជាង8000នាក់អ្វីដែលធ្វើឲ្យមនុស្សជាច្រើនព្រឺព្រួចគឺសាកសពជាច្រើនមិនត្រូវបានកប់ក្រោមដីប៉ុន្តែត្រូវបានដាក់ឈរព្យួរឬតម្រៀបតាមជញ្ជាំងដូចជាពួកគេកំពុងតែរងចាំអ្នកដើរកាត់ពេលអ្នកដើរចូលទៅក្នុងផ្លូវក្រោមដីងងឹតអ្នកនឹងឃើញមនុស្សរាប់ពាន់នាក់សម្លឹង10000នាក់គ្រប់ទិសទីអ្នកខ្លះនៅតែពាក់អាវធំខ្លះទៀតស្លៀកសម្លៀកបំពាក់យោធាខ្លះពាក់រ៉ូបអាពាហ៍ពិពាហ៍ហើយខ្លះទៀតជាកុមារតូចៗដែលនៅស្លៀកសម្លៀកបំពាក់ដែលដូចជាថ្ងៃចុងក្រោយនៃជីវិតរបស់ពួកគេហេតុអ្វីបានពួកគេមិនកប់សាកសពរឿងនេះចាប់ផ្ដើមនៅឆ្នាំ1599ព្រះសង្ឃនៃអង្គការកម្ពុជាបានរកឃើញថាសាកសពមួយចំនួនដែលដាក់ក្នុងបន្ទប់ក្រោមដីបានស្ងួតដោយធម្មជាតិដោយសារខ្យល់និងសំណើមជាពិសេសកន្លែងនោះសាកសពទាំងនោះមិនរលួយលឿនដូចជាធម្មតាពួកគេបានចាប់ទុកថានេះជាពិធីមួយដើម្បីគោរពដល់អ្នកស្លាប់បន្ទាប់មកព្រះសង្ឃអ្នកមានអភិជនឬវេជ្ជបណ្ឌិតមេធាវីទាហាននិងគ្រួសារដែលមានទ្រព្យសម្បត្តិជាច្រើនបានស្នើសុំឲ្យរក្សាសាកសពរបស់ពួកគេនៅទីនោះជំនួសការបញ្ចុះនៅក្នុងដីគ្រួសារខ្លះថែមទាំងបង់ប្រាក់ប្រចាំដើម្បីឲ្យអ្នកថែរក្សាផ្លាស់ប្ដូរសម្លៀកបំពាក់ឲ្យថ្មីឲ្យសាច់ញាតិដែលបានស្លាប់សម្រាប់ពួកគេនេះគឺជាវិធីការចងចាំនិងកិត្តិយសមិនមែនជាពិធីអាថ៌កំបាំងអ្វីនោះទេក្មេងស្រីដែលត្រូវបានគេហៅថា Sleeping Beauty ក្នុងចំណោមសាកសពរាប់ពាន់អ្នកដែលល្បីជាងគេនាងមានឈ្មោះថា Rosalia Lobado Rosalia កើតនៅឆ្នាំ1918ប៉ុន្តែជីវិតរបស់នាងមានរយៈពេលត្រឹមតែ2ឆ្នាំតែប៉ុណ្ណោះនៅឆ្នាំ1920នាងបានស្លាប់ដោយសារជំងឺរលាកសួតដែលនៅសម័យនោះមិនទាន់មានថ្នាំព្យាបាលដូចជាសពថ្ងៃនេះឪពុករបស់នាងមានទុក្ខសោកសៅយ៉ាងខ្លាំងគាត់មិនអាចទទួលយកបានការបាត់បង់កូនស្រីដែលជាទីស្រឡាញ់របស់គាត់ដូច្នេះគាត់បានស្នើសុំឲ្យអ្នកជំនាញផ្នែកវិទ្យាសាស្ត្រម្នាក់មានឈ្មោះថា Alfredo Salafia ប្រើបច្ចេកទេសពិសេសដើម្បីរក្សារូបរាងកូនស្រីរបស់គាត់ឲ្យនៅដូចសពថ្ងៃដែលនាងទើបតែនឹងស្លាប់លទ្ធផលគឺអស្ចារ្យជាង100ឆ្នាំកន្លងផុតទៅប៉ុន្តែមុខមាត់របស់ Rosalia នៅតែស្រស់ស្អាតពណ៌របស់នាងនៅតែទន់ភ្លន់រួមភ្នែកនៅតែមានហើយសក់ពណ៌មាសនៅតែរៀបរយពេលអ្នកឈរមើលពីខាងមុខនាងហាក់បីដូចជាក្មេងស្រីដែលកំពុងតែគេងលងយ៉ាងស្ងប់ស្ងាត់មិនមែនជាមនុស្សដែលបានស្លាប់តាំងពីឆ្នាំ1920នោះទេដោយសារហេតុនេះហើយមនុស្សជាច្រើនបានដាក់រហស្សនាមឲ្យនាងថា Sleeping Beauty of Palermo រយៈពេលជាច្រើនឆ្នាំមានវីដេអូនិងរូបថតជាច្រើននៅលើអ៊ីនធឺណិតដែលអះអាង Rosalia នៅតែបើកភ្នែកបន្តិចម្ដងអ្នកខ្លះជឿថានាងនៅតែមានជីវិតសពថ្ងៃនេះកម្ពុជា Catacombs of Palermo បើកឲ្យភ្ញៀវទេសចរចូលទស្សនាមនុស្សជាច្រើននិយាយថាពេលដើរតាមផ្លូវក្រោមដីហើយសាកសពរាប់ពាន់កំពុងតែឈរនៅសងខាងពួកគេមានអារម្មណ៍ដូចជាកំពុងតែត្រូវគេសម្លឹងមើលគ្រប់ជំហានអារម្មណ៍នេះមិនមែនដោយសារតែវិញ្ញាណឬបាតុភូតធម្មជាតិប៉ុន្តែដោយសារតែភាពស្ងៀមស្ងាត់ប្រវត្តិសាស្ត្រដ៏វែងឆ្ងាយនិងទិដ្ឋភាពនៃសាកសពដែលត្រូវបានរក្សាទុកជាច្រើនទសវត្សរ៍បើអ្នកត្រូវតែដើរម្នាក់ឯងនៅផ្លូវក្រោមដីដែលមានសាកសពជាង8000នាក់នៅជុំវិញអ្នកតើអ្នកអាចនឹងដើរទៅផុតផ្លូវដោយមិនងាកក្រោយបានដែរឬទេ